សូមជម្រាបសួរពុកម៉ែបងប្អូននៅពេលនេះខ្ញុំបាទនឹងលើកយកតម្រុយឆ្នោតវៀតណាមម៉ោង 1:30 នាទីម៉ោង 4:30 នាទីម៉ោង 6:30 នាទីថ្ងៃទី24ខែវិច្ឆិកាឆ្នាំ 2025 ដើម្បីមកចែកជូនពុកម៉ែបងប្អូនមុនទៅចូលដល់តម្រុយឆ្នោតខ្ញុំបាទសូមលើកយកតម្រុយឆ្នោតដែលបានឲ្យការពីម្សិលមិញដើម្បីមកទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 4:30 នាទីហើយនិងម៉ោង 6:30 នាទីតម្រុយដែលខ្ញុំបាទបានឲ្យគឺមានលេខ07 87 11 79លេខអុំមានពីរទង់គឺអុកទង់8ហើយនិងអុកទង់7បន្តមកទៀតនេះខ្ញុំបាទនឹងទៀងទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 1:30 នាទីម៉ោង 1:30 នាទីគឺយើងត្រូវបានប៉ុស A គឺ15គឺត្រូវជោគទង់បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ88គឺត្រូវលេខអុសតម្រូវខ្ញុំបានឲ្យលេខ87សរុបម៉ោង 1:30 នាទីគឺយើងត្រូវបាន2គ្រាប់ចំពោះម៉ោង 4:30 នាទីគឺយើងអត់បានត្រូវទេបន្តមកទៀតនេះខ្ញុំបាទនឹងផ្ទៀងផ្ទាត់ជូនពុកម៉ែបងប្អូនសម្រាប់ម៉ោង 6:30 នាទីម៉ោង 6:30 នាទីគឺយើងត្រូវបានប៉ុស A គឺ79គឺត្រូវចំតម្រុយតែម្ដងតម្រុយខ្ញុំបានឲ្យលេខ79បន្តមកទៀតគឺយើងត្រូវបានប៉ុស C គឺ04គឺត្រូវជោគទង់សរុបម៉ោង 6:30 នាទីគឺយើងត្រូវបាន2គ្រាប់បន្តមកទៀតនេះខ្ញុំបាទនឹងលើកយកតម្រុយសម្រាប់ថ្ងៃទី24ខែវិច្ឆិកាឆ្នាំ2025ដើម្បីមកចែកជូនពុកម៉ែបងប្អូនដើម្បីចាក់ផ្សងសំណាងតម្រុយគឺមានលេខ87 95 49 04លេខអុំមានពីរខ្ទង់គឺអុកខ្ទង់0ហើយនិងអុកខ្ទង់40សូមពុកម៉ែបងប្អូនជួយ Subscribe ហើយនិងសញ្ញាមេដៃជួយសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខ្ញុំបានចេញជារៀងរាល់ថ្ងៃសូមជូនពរសូមឲ្យពុកម៉ែបងប្អូនមានសំណាងល្អគ្រប់ក្រុមគ្រួសារបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អ្វីមួយចង់សាកសួរសូមខមមិននៅខាងក្រោមសូមអភ័យទោសចំពោះការខុសឆ្គងដោយអចេតនាណាមួយសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត